សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Gram Tube KH ដែលខ្ញុំនឹងនាំអ្នកទាំងគ្នាទៅស្ដាប់នៅករណីឧក្រិដ្ឋកម្មនិងរឿងក្តីប្លែកៗដែលសុទ្ធតែជារឿងរ៉ាវដែលបានកើតឡើងពិតនៅលើពិភពលោកនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីរឿងក្តីចាស់មួយដែលបានកើតឡើងតាំងពីឆ្នាំ1894នៅឯ Linn County រដ្ឋ Missouri សហរដ្ឋអាមេរិកដែលវាគឺជាការសម្លាប់រង្គាលទៅលើគ្រួសារដែលមានតកូលមីចដែលគ្រួសារនេះមានសមាជិកទាំងអស់6នាក់ក្នុងនោះមានឪពុកម្ដាយកូនស្រីអាយុ6ឆ្នាំម្នាក់4ឆ្នាំម្នាក់និង18ខែម្នាក់ហើយបូករួមទាំងទារកដែលនៅក្នុងផ្ទៃម្ដាយមិនទាន់បានចាប់កំណើតនៅឡើយក៏ត្រូវបានរលួតបាត់បង់ជីវិតដោយសារតែហេតុការណ៍នោះផងដែរដូច្នេះខ្ញុំសូមរាប់គាត់ថាជាសមាជិកម្នាក់ផងដែរសមាជិកគ្រួសាររបស់ពួកគេត្រូវបានសម្លាប់ក្នុងពេលដែលពួកគេកំពុងតែជិះរទេះធ្វើដំណើរនៅតាមផ្លូវហើយបន្ទាប់មកសាកសពរបស់ពួកគេត្រូវបានឃាតករយកទៅកប់ក្រោមគំនរចម្បាំងដែលស្ថិតនៅកណ្ដាលចំការពោតមួយជាសំណាងល្អសោកនាដកម្មមួយនេះបានបន្សល់ទុកនៅក្មេងស្រីម្នាក់ដែលនាងនៅរស់រានមានជីវិតនោះគឺជាកូនស្រីច្បងគេដែលមានអាយុ6ឆ្នាំដែលនាងបានដឹងខ្លួននៅអំឡុងពេលដែលកប់នៅក្រោមគំនរចម្បាំងហើយនាងក៏បានព្យាយាមវាចាកចេញពីទីនោះបានសម្រេចមុននឹងបន្តស្ដាប់រឿងក្តីនេះខ្ញុំសូមឲ្យបងប្អូនទាំងគ្នាអានសារដាស់តឿនដែលខ្ញុំបានដាក់នៅលើវីដេអូសិនហើយតទៅនេះខ្ញុំនឹងចាប់ផ្ដើមនិយាយរៀបរាប់ពីដំណើរសាច់រឿងទៅតែម្ដងនៅព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ1894នៅម៉ោងខ្ទង់ជា5ជាងភ្លឺមានក្មេងស្រីតូចអាយុ6ឆ្នាំម្នាក់នាងបានយំនិងព្យាយាមគោះទ្វារផ្ទះមួយខ្នងដែលវាគឺជាផ្ទះរបស់គ្រួសារ Carter ដែលស្ថិតនៅក្នុង Linn County រដ្ឋ Missouri នៅពេលនោះលោកស្រី John Carter ដែលគាត់គឺជាម្ចាស់ផ្ទះហើយគាត់ទើបតែភ្ញាក់ពីដំណេកគាត់បានដើរទៅបើកទ្វារហើយគាត់ក៏បានឃើញក្មេងស្រីតូចដែលនាងស្ថិតនៅក្នុងសភាពទន់ខ្សោយហើយសម្លៀកបំពាក់រូបរាងកាយមុខមាត់និងសក់ក្បាលរបស់នាងគឺប្រឡាក់ទៅដោយដីនិងឈាមរីឯនៅលើថ្ងាសរបស់នាងវិញគឺមានស្នាមរបួសវាគឺជាស្នាមរយះដ៏ជ្រៅមួយក្មេងស្រីនៅក្នុងពេលនោះនាងបានដួលហើយស្ថិតនៅក្នុងស្ថានភាពដែលពាក់កណ្ដាលស្លាប់ពាក់កណ្ដាលដឹងខ្លួននៅពេលនោះលោកស្រី John Carter បានព្យាយាមជួយសង្គ្រោះក្មេងស្រីនោះហើយក្រោយមកក៏បានធ្វើការសួរនាំដែលបានដឹងថាក្មេងស្រីគឺនាងមានឈ្មោះថា Nellie Mix ហើយនាងបានរៀបរាប់ថាប៉ាម៉ាក់របស់នាងរួមជាមួយនឹងប្អូនស្រីរបស់នាងពួកគេបានបាត់បង់ជីវិតអស់ហើយសាកសពរបស់ពួកគេត្រូវបានកប់នៅក្រោមគំនរចម្បាំងនៅក្នុងចំការពោតហើយនាងក៏បានចង្អុលសម្ដៅទៅកាន់ទីតាំងគំនរចម្បាំងក្នុងចំការពោតនោះតែវាស្ថិតនៅមិនឆ្ងាយពីផ្ទះរបស់លោកស្រី Carter ឡើយគឺវាមានចម្ងាយត្រឹមតែប្រហែលជា200ម៉ែត្រហើយចំការពោតហ្នឹងគឺវានៅជាប់ជាមួយនឹងចំការរបស់លោកស្រី Carter ផ្ទាល់តែម្ដងនៅពេលនោះដោយសារតែมันមានមនុស្សប្រុសនៅក្នុងផ្ទះលោកស្រី John Carter ក៏បានបញ្ជូនក្មួយប្រុសរបស់គាត់ដែលមានឈ្មោះថា Jimmy មានអាយុ9ឆ្នាំឲ្យទៅត្រួតពិនិត្យនៅទីកន្លែងដែល Nellie នាងបានចង្អុលប្រាប់ដើម្បីឲ្យដឹងថាតើពិតជាមានសាកសពមនុស្សពិតមែនឬក៏អត់នៅពេលដែលក្មេងប្រុស Jimmy គាត់បានរត់កាត់ចំការពោតដើម្បីទៅស្វែងរកគំនរចម្បាំងនៅទីនោះគឺគាត់បានជួបជាមួយនឹងបុរសម្នាក់ដែលបុរសម្នាក់នោះគាត់មានឈ្មោះថា George Taylor ហើយគាត់គឺជាម្ចាស់ដីចំការពោតនឹងផ្ទាល់តែម្ដងនៅពេលនោះ Jimmy គាត់បានប្រាប់ទៅកាន់លោក George ថានៅក្នុងចំការរបស់គាត់នឹងគឺមានសាកសពដែលធ្វើឲ្យលោក George គាត់មានការភ្ញាក់ផ្អើលហើយបានសួរទៅ Jimmy ថាតើគាត់ដឹងរឿងនឹងមកពីណាពេលនោះ Jimmy ក៏បានរៀបរាប់ថាមានក្មេងស្រីម្នាក់នាងបានវាចេញពីគំនរចម្បាំងនៅទីនោះហើយទៅកាន់ផ្ទះរបស់គេនិងប្រាប់ថាប៉ាម៉ាក់របស់នាងនិងប្អូនស្រីរបស់នាងបានបាត់បង់ជីវិតហើយបានកប់នៅទីនោះJimmy គាត់បានហៅលោក George ឲ្យទៅជួយដើររកនិងពិនិត្យមើលនៅគំនរចម្បាំងនឹងប៉ុន្តែពេលហ្នឹងលោក George ប្រាប់ទៅកាន់ Jimmy ថាឥឡូវហ្នឹងគាត់រវល់ខ្លាំងណាស់គាត់ត្រូវការចេញទៅក្រៅហើយចាំគាត់ហៅអ្នកផ្សេងឲ្យមកជួយស្វែងរក Jimmy លោក George បានហៅ Jimmy ឲ្យទៅអង្គុយចាំនៅផ្ទះរបស់គាត់សិនហើយក្រោយមកលោក George ក៏បានឡើងទៅលើសេះរបស់គាត់ហើយក៏បានជិះចេញបាត់ទៅរីឯក្មេងប្រុស Jimmy វិញគឺគាត់នឹងអង្គុយរងចាំលោក George នឹងអស់រយៈពេលមួយសន្ទុះធំប៉ុន្តែនៅតែលោក George គាត់អត់ត្រឡប់មកវិញឡើយហើយក៏មិនមាននរណាម្នាក់មកទីនឹងដើម្បីនាំគាត់ទៅរកសាកសពឡើយដូច្នេះក្រោយមកក៏ Jimmy គាត់បានដើរទៅស្វែងរកគំនរចម្បាំងនឹងដោយខ្លួនឯងហើយទីបំផុតគឺគាត់បានរកឃើញហើយក៏បានរកឃើញថាមានសាកសពនៅខាងក្រោមគំនរចម្បាំងនឹងពិតមែន
Jimmy ក៏បានរត់ត្រឡប់ទៅប្រាប់លោកស្រី John Carter វិញហើយក្រោយមកលោកស្រី John Carter ក៏បានយកដំណឹងហ្នឹងទៅប្រាប់អ្នកជិតខាងហើយក៏ប្រាប់តគ្នាឲ្យដឹងដំណឹងហ្នឹងទៅដល់ប៉ូលីសនៅខ្ទង់ម៉ោងប្រហែលជា9ដែលដំណឹងហ្នឹងត្រូវបានល្បីសុសសាយពេញតំបន់ភូមិស្រុកនៅទីហ្នឹងហើយក្រោយមកក៏មានមនុស្សជាច្រើនបានផ្អើលមកមើលនៅទីកន្លែងកើតហេតុហើយអ្នកខ្លះក៏បានមើលស្គាល់ថាសាកសពហ្នឹងគឺជាសាកសពរបស់គ្រួសារតកូលមីកដែលពួកគេរស់នៅក្នុងទីក្រុងមីឡានដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីទីហ្នឹងសាកសពទាំងហ្នឹងត្រូវបានគេដឹងថាគឺជាលោក Gasmic មានអាយុ33ឆ្នាំរួមជាមួយនឹងប្រពន្ធរបស់គាត់លោកស្រី Delora មានអាយុ27ឆ្នាំដែលសាកសពរបស់លោកស្រី Delora ហ្នឹងត្រូវបានដាក់ឲ្យដេកបញ្ច្រាសជាមួយនឹងប្តីរបស់គាត់ហើយនៅក្បែរសាកសពរបស់លោក Gasmic គឺជាកូនស្រីដែលមានអាយុ4ឆ្នាំមានឈ្មោះថា Hetty រីឯនៅក្រោមសាកសពរបស់លោកស្រី Delora វិញគឺជាកូនស្រីដែលមានអាយុ18ខែមានឈ្មោះថា Mimi ហើយលោកស្រី Delora នៅក្នុងពេលហ្នឹងក៏ត្រូវបានដឹងថាគាត់កំពុងតែមានទម្ងន់ហើយកូននៅក្នុងផ្ទៃរបស់គាត់ក៏ត្រូវរលួតបាត់បង់ជីវិតនៅក្នុងពេលជាមួយគ្នានឹងផងដែរនៅក្នុងហ្នឹងគឺគេបានពិនិត្យឃើញថាសាកសពរបស់លោក Gasmic រួមជាមួយនឹងប្រពន្ធរបស់គាត់រួមជាមួយនឹងកូនស្រីដែលមានអាយុ4ឆ្នាំគឺពួកគេទាំង3នាក់ត្រូវបានបាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើងរីឯកូនស្រីតូចម្នាក់ទៀតដែលមានអាយុ18ខែហ្នឹងនាងត្រូវបានបាត់បង់ជីវិតដោយសារតែឃាតករបានយកដុំថ្មមកវាយទៅលើនាងដោយទៅនឹង Nelly ដែរដែល Nelly ក៏ត្រូវបានឃាតករយកដុំថ្មមកវាយនៅលើក្បាលរបស់នាងដូចគ្នាគ្រាន់តែថានាងមានសំណាងល្អដែលនាងនៅមានជីវិតនៅក្រោយមកខាងប៉ូលីសក៏បានធ្វើការស៊ើបអង្កេតទៅលើករណីហ្នឹងដោយគាត់បានសួរនាំទៅលើសាច់ញាតិរបស់ជនរងគ្រោះនោះគឺជាម្ដាយរបស់លោក Gasmic រួមជាមួយនឹងក្មេងស្រី Nelly ដែលនាងកំពុងតែសម្រាប់ព្យាបាលរបួសខាងប៉ូលីសក៏ទទួលបានជនសង្ស័យនោះគឺជាបងប្អូនប្រុសតកូ Taylor ដែលមាន William Price Taylor រួមជាមួយនឹងប្អូនប្រុសរបស់គាត់ដែលមានឈ្មោះថា George Edward Taylor ដែលនឹងគឺជាលោក George គឺជាម្ចាស់ដីចំការពោតនឹងឯងហើយគឺជាបុរសដែលក្មេងប្រុស Jimmy រត់ទៅជួបហ្នឹងណាដែលពួកគេទាំងពីរនាក់ក្រោយពេលដែលប៉ូលីសរកឃើញថាពួកគេជាជនសង្ស័យហ្នឹងគឺពួកគេបានចាក់ចេញពីតំបន់ហ្នឹងបាត់ទៅហើយដែលមានសាក្សីគេបានឃើញថាពីរនាក់បងប្អូនហ្នឹងបានជិះសេះចាក់ចេញពីទីហ្នឹងយ៉ាងបញ្ញាបញ្ញាលនៅអំឡុងម៉ោង8ព្រឹកគឺ1ម៉ោងមុនពេលដែលដំណឹងនៃការរកឃើញសាកសពហ្នឹងវាល្បីសុសសាយពេញតំបន់ហ្នឹងឥឡូវយើងមកស្គាល់អំពីបងប្អូនប្រុសតកូ Taylor នឹងរួមជាមួយនឹងគ្រួសាររបស់លោក Mick ថាតើមានបញ្ហាអីកើតឡើងទៅវាឈានទៅដល់ករណីឃាតកម្មចំពោះបងប្អូន George និង William Taylor នឹងត្រូវបានអ្នកស្រុកអ្នកភូមិនៅទីនោះស្គាល់ថាពួកគេគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនហើយក៏មានកេរ្តិ៍ឈ្មោះលេចធ្លោនៅក្នុងតំបន់នឹងផងដែរដែលពួកគេមានបងប្អូនទាំងអស់ចំនួន5នាក់ដែល William គាត់គឺជាកូនបងគេមានអាយុ33ឆ្នាំរីឯ George គាត់គឺជាប្អូនបន្ទាប់មានអាយុ30ឆ្នាំចំពោះ William គឺគាត់ទទួលបានការសិក្សាខ្ពង់ខ្ពស់ដែលគាត់បានសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យនៅក្នុងរដ្ឋ Missouri ហើយគាត់ក៏ធ្លាប់បម្រើការងារនៅក្នុងផ្នែកច្បាប់ផងដែរហើយគាត់ក៏បានចូលជាបុគ្គលិកធ្វើការផ្នែកគណនេយ្យនៅក្នុងធនាគារផងដែរដែលគាត់បានចូលទៅធ្វើការនៅក្នុងធនាគារហ្នឹងតាមរយៈឪពុកក្មេករបស់គាត់ដែលជាអ្នកដែលមានតួនាទីធំនៅក្នុងធនាគារចំពោះ George Taylor វិញគាត់គឺជាកសិករធម្មតានោះទេប៉ុន្តែគឺគាត់មានភាពលេចធ្លោទៅនឹងរូបរាងដ៏ស្រស់សង្ហារបស់គាត់ដែលគេបាននិយាយថាគាត់គឺមានភាពស្រស់សង្ហាជាងគេក្នុងចំណោមបងប្អូនទាំង5នាក់ហើយថ្ពាល់របស់គាត់សាច់មុខរបស់គាត់ហ្នឹងគឺវាមានពណ៌ផ្កាឈូកដូចជាមនុស្សស្រីអញ្ចឹងគ្រប់គ្នាគឺមិនមានការសង្ស័យពីទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលពីអ្នកបងប្អូននឹងទទួលបាននោះទេដោយពួកគេគិតថាវាគឺជាប្រាក់ដែលពួកគេរកបានតាមរយៈការងាររបស់ពួកគេជាធម្មតាប៉ុន្តែវាគឺនៅក្នុងឆ្នាំ1891ដែលគេចាប់បានថាពីអ្នកបងប្អូននឹងគឺបានសំគំនិតគ្នាលួចលុយធនាគារចំនួន$2,000ដែលវាបានคล้ายបន្លំតាមរយៈសាច់คล้ายៗអីចឹងដែលWilliam គាត់គឺជាអ្នកធ្វើការនៅក្នុងធនាគារស្រាប់ប៉ុន្តែក្រោយមកគឺពួកគេបានរួចផុតពីទោសហ្នឹងដោយគេបាននិយាយថាវាអាចជាការសោកប៉ាន់ឬក៏វាអាចជាដោយសារតែប៉ាក្មេករបស់ William ហ្នឹងបានជួយពួកគេដែលគាត់គឺមានតួនាទីធំនៅក្នុងធនាគារអីចឹង
លុះនៅ2ឆ្នាំក្រោយមកទៀតគឺនៅក្នុងឆ្នាំ1893ពួកគេក៏ត្រូវចាប់បានម្ដងទៀតថាបានលួចគោក្របីចំនួន31ក្បាលពីដីកសិដ្ឋានរបស់បុរសម្នាក់ចំពោះការងារលើកនេះគឺពួកគេបានធ្វើជាក្រុមដែលមានសមាជិកផ្សេងទៀតចូលរួមផងដែរហើយការចោទប្រកាន់លើកនេះក៏ពួកគេបានប្រើប្រាស់លុយរបស់ពួកគេដើម្បីធានាខ្លួននៅក្រៅឃុំមុនពេលឡើងធ្វើការកាត់ក្តីនៅឯតុលាការរីឯសមាជិកផ្សេងទៀតដែលបានចូលរួមធ្វើសកម្មភាពជាមួយនឹងពួកគេហ្នឹងអ្នកដែលមិនមានប្រាក់មិនមានឥទ្ធិពលដើម្បីធានាខ្លួនហ្នឹងក៏ត្រូវបានឃុំឃាំងខ្លួនចំពោះសមាជិកដែលបានចូលរួមធ្វើសកម្មភាពលួចគោក្របីទាំង31ក្បាលហ្នឹងក៏មានលោក Gasmith ផងដែរដែលគាត់គឺជាជនរងគ្រោះនឹងឯងលោក Gasmith គាត់ក៏ត្រូវបានខាងប៉ូលីសឃុំឃាំងខ្លួនមុនពេលឈានចូលដល់ការកាត់ក្តីដែលអំឡុងពេលឃុំឃាំងខ្លួនហ្នឹងគឺលោក Gasmith គាត់បានសារភាពទៅកាន់ប៉ូលីសថាគាត់បានចូលរួមធ្វើសកម្មភាពហ្នឹងដោយសារតែមានការជំរុញពីបងប្អូនប្រូតូកូ Taylor គឺជា George និង William Taylor ហ្នឹងឯងដែលគម្រោងការហ្នឹងត្រូវបានបង្កើតដោយបងប្អូនទាំងពីរនាក់ហ្នឹងហើយលោក Gasmith ហ្នឹងគាត់ត្រឹមតែជាកសិករដែលបានជួលដីស្រែធ្វើកសិកម្មពីអ្នកបងប្អូនហ្នឹងនៅពេលហ្នឹងគឺលោក Gasmith ក៏ត្រូវបានខាងប៉ូលីសដោះលែងគាត់ឲ្យមានសេរីភាពជាថ្នូរនឹងគាត់ត្រូវឡើងទៅធ្វើជាសាក្សីនៅក្នុងតុលាការដើម្បីចោទប្រកាន់ទៅលើពីអ្នកបងប្អូនតកូ Taylor ហ្នឹងការកាត់ក្តីហ្នឹងវានឹងត្រូវធ្វើឡើងនៅរយៈពេល1ខែទៀតហើយលោក Gasmith បន្ទាប់ពីត្រូវបានប៉ូលីសដោះលែងហ្នឹងគាត់និងគ្រួសាររបស់គាត់ទាំងអស់គ្នាក៏បានរស់នៅផ្ទះជាមួយនឹងម៉ាក់របស់គាត់ដែលពួកគេរស់នៅក្នុងទីក្រុងមីឡានតាមការរៀបរាប់ពីម៉ាក់របស់លោក Gasmith គឺគាត់បាននិយាយថាពីអ្នកបងប្អូន George និង Taylor ហ្នឹងបានមកកាន់ផ្ទះរបស់គាត់តាំងពីថ្ងៃដំបូងដែលកូនប្រុសរបស់គាត់ Gasmith ហ្នឹងត្រូវបានគេដោះលែងមកម្លេះហើយពេលហ្នឹងគឺ George ជាអ្នកដែលចូលមកក្នុងផ្ទះហ្នឹងដើម្បីហៅ Gasmith ឲ្យចេញទៅក្រៅនិយាយគ្នាជាមួយនឹង William ហើយជាមួយនឹងគាត់ទាំង3នាក់ហ្នឹងប៉ុន្តែពេលហ្នឹងគឺម៉ាក់របស់លោក Gasmith ហ្នឹងគាត់មានការព្រួយបារម្ភជាខ្លាំងដោយគាត់ខ្លាចថាពីអ្នកបងប្អូនតកូ Taylor ហ្នឹងនឹងសម្លាប់ទៅលើកូនប្រុសរបស់គាត់រួមទាំងគ្រួសារកូនប្រុសរបស់គាត់ហ្នឹងហើយទាំងគាត់ផងដែរដូច្នេះគឺគាត់ព្យាយាមរារាំងមិនឲ្យ Gasmith ហ្នឹងចេញទៅជួបពួកគេឡើយនៅពេលហ្នឹងគឺ George គាត់បានព្យាយាមចូលមកហៅ Gasmith ហ្នឹងពី3ដងប៉ុន្តែ Gasmith នៅតែមិនព្រមចេញទៅក្រៅជាមួយគាត់ហើយដូច្នេះហើយទីបំផុត William ក៏បានចូលមកក្នុងផ្ទះហ្នឹងដើម្បីជជែកគ្នានៅក្នុងផ្ទះហ្នឹងតែម្ដងដែលពួកគេទាំង3នាក់បានជជែកគ្នានៅក្នុងបន្ទប់មួយប៉ុន្តែគឺលោកស្រីដែលត្រូវជាម៉ាក់របស់ Gasmith គឺគាត់នៅខាងក្រៅគាត់បានស្ដាប់ឮពីការសន្ទនាហ្នឹងដោយគាត់បានឮថាពីអ្នកបងប្អូនហ្នឹងបានព្យាយាមបញ្ចូល Gasmith ឲ្យចាក់ចេញពីតំបន់ហ្នឹងដោយពួកគេនឹងបកគលទឹកប្រាក់មួយចំនួនទៅឲ្យគាត់ពេលហ្នឹងគឺ Gasmith បានទាមទារប្រាក់ហ្នឹងចំនួន$1000ប៉ុន្តែពីអ្នកបងប្អូន Taylor ហ្នឹងបានព្យាយាមតថ្លៃបញ្ចុះមកនៅត្រឹម$800លុះនៅប្រហែលថ្ងៃក្រោយមកទៀតពីអ្នកបងប្អូនហ្នឹងក៏បានត្រឡប់មកកាន់ផ្ទះនឹងម្ដងទៀតហើយក៏បានយល់ព្រមជាមួយនឹងសំណើទឹកប្រាក់$1000ហ្នឹងលុះចូលដល់ថ្ងៃទី10ខែឧសភាឆ្នាំ1894នៅពេលរសៀល Gasmith ក៏ទទួលបានសម្បត្តិមួយច្បាប់ដែលនៅលើក្បាលសម្បត្តិហ្នឹងវាមានឈ្មោះធនាគារ People's Exchange Bank ដែលវាគឺជាធនាគារដែល William ធ្វើការហើយសម្បត្តិហ្នឹងត្រូវបានសរសេរដោយផ្ទាល់ដៃរបស់ William ដែលបានសរសេរថាឲ្យរួចរាល់នៅម៉ោង10គ្រប់យ៉ាងគឺអូខេអស់ហើយដោយដឹងថានៅក្នុងយប់នោះបងប្អូនតកូ Taylor នឹងមកទទួលក្រុមគ្រួសាររបស់លោក Mick ចាកចេញពីតំបន់ហ្នឹងម្ដាយរបស់លោក Mick គាត់បានព្យាយាមរារាំងបញ្ចូលអត់ចង់ឲ្យពួកគេចាកចេញទៅឡើយដោយខ្លាចថាបងប្អូន Taylor ហ្នឹងនឹងធ្វើការសម្លាប់ទៅលើពួកគេនៅតាមផ្លូវប៉ុន្តែលោក Gasmith គឺគាត់បានសម្រេចចិត្តរួចហើយថាគាត់នឹងទទួលប្រាក់ហើយនឹងចាកចេញពីតំបន់ហ្នឹងជាមួយនឹងគ្រួសាររបស់គាត់ហើយនៅពេលដែលពេលវេលាវាបានមកដល់វាគឺម៉ោងប្រហែលជា10យប់ហ្នឹងពីអ្នកបងប្អូនតកូ Taylor ក៏បានមកដល់ទីហ្នឹងហើយវាគឺជា George ដែលបានចូលមកក្នុងផ្ទះនិងបានជួយជញ្ជូនអីវ៉ាន់របស់ពួកគេឡើងទៅលើរទេះរីឯ William គឺគាត់ចាំនៅលើរទេះនៅខាងក្រៅនៅពេលដែលពួកគេបានធ្វើដំណើរចាកចេញទៅវាគឺជាការចងចាំរបស់ក្មេងស្រី Nelly ម្ដងដែលនាងបានរៀបរាប់ថានៅពេលដែលពួកគេបានធ្វើដំណើរឡើងទៅដល់ភ្នំ Jenkins ដែលភ្នំហ្នឹងគឺវានៅជិតនឹងទីក្រុង Browning ហើយនៅក្នុងពេលហ្នឹងម៉ោងប្រហែលជា12យប់បុរសម្នាក់ដែលមិនមានពុកមាត់គឺនាងចង់និយាយសម្ដៅទៅលើ George គាត់បាននិយាយឡើងថាជើងរបស់គាត់ត្រជាក់ខ្លាំងណាស់ហើយគាត់ក៏បានចុះពីលើរទេះដើរនៅលើផ្លូវក្បែររទេះហ្នឹងតែភ្លាមហ្នឹងគាត់ក៏បានយកកំភ្លើងមកបាញ់ទៅលើប៉ារបស់នាងដែលធ្វើឲ្យប៉ារបស់នាងធ្លាក់ពីលើរទេះ
ហើយម៉ាក់របស់នាងបានស្រែកឡើងបរិសម្នាក់ហ្នឹងក៏បានបាញ់ទៅលើម៉ាក់របស់នាងម្នាក់ទៀតធ្វើឲ្យគាត់ធ្លាក់ពីលើរទេះទៅទៀតហើយក្រោយមកគេក៏បានបាញ់ទៅលើប្អូនស្រីរបស់នាងហើយក្រោយមកទៀតក៏បានយកដុំថ្មមកវាយនៅលើក្បាលរបស់នាងដែលធ្វើឲ្យនាងបានបាត់បង់ស្មារតីនៅក្នុងពេលហ្នឹងទៅបន្ទាប់ពីអ្នកបងប្អូន Taylor ហ្នឹងបានធ្វើការសម្លាប់ទៅលើក្រុមគ្រួសាររបស់លោក Smith អស់ហើយគឺពួកគេបានអូសសាកសពនីមួយៗឡើងមកលើរទេះវិញដើម្បីបកចាកចេញពីទីហ្នឹងទៅគេបានពិនិត្យឃើញថាមានស្នាមនៅទីហ្នឹងគឺជាស្នាមនៃការធ្លាក់ពីលើរទេះហ្នឹងហើយក៏ស្នាមសញ្ញានៃការអូសហើយក៏មានឈាមជាច្រើនប្រឡាក់នៅផ្លូវទីហ្នឹងប្រឡាក់នៅលើស្មៅនិងប្រឡាក់នៅលើស្លឹកឈើហើយក៏មានកាភ្លើងខ្លីមួយដែលបន្សល់ទុកនៅទីហ្នឹងផងដែរប៉ុន្តែកាភ្លើងហ្នឹងគេមិនច្បាស់ទេថាជារបស់បងប្អូន Taylor ឬក៏ជារបស់លោក Smith បើតាមសម្ដីម្ដាយរបស់លោក Smith គឺគាត់បានបញ្ជាក់ថានៅក្នុងយប់ថ្ងៃកើតហេតុហ្នឹងគឺកូនប្រុសរបស់គាត់បានចេញទៅហ្នឹងដោយដាក់កាភ្លើងទៅជាមួយផងដែរប៉ុន្តែគាត់មិនច្បាស់នោះទេថាកាភ្លើងហ្នឹងគឺជាកាភ្លើងរបស់កូនប្រុសគាត់មែនឬក៏អត់ចំណែកឯសាកសពវិញគឺត្រូវបានពីអ្នកបងប្អូន Taylor នឹងដឹកពួកគេទៅកាន់ចំការពោតរបស់ George ដែលមានចម្ងាយប្រហែលជា3គីឡូម៉ែត្រពីភ្នំ Jenkins ហ្នឹងហើយពួកគេបានយកសាកសពហ្នឹងទៅបោះទៅលើគំនរចម្បាំងដែលនៅកណ្ដាលចំការពោតហ្នឹងវាគឺជាពេលដែលពួកគេបានលើកក្មេងស្រី Nelly បោះទៅលើគំនរចម្បាំងហ្នឹងដែលធ្វើឲ្យ Nelly នាងរៀងដឹងស្មារតីមកវិញប៉ុន្តែគ្រាន់តែថានាងមិនអាចកម្រើកបានមិនអាចនិយាយឬក៏ស្រែកបានឡើយមកត្រឹមថាមកដឹងស្មារតីហើយក៏ដឹងពីអ្វីដែលពួកគេបាននិយាយដែលនេះវាគឺជារឿងសំណាងមែនទែនដែល Nelly នាងមិនអាចកម្រើកបាននៅក្នុងពេលហ្នឹងពីព្រោះថាបើសិនបាននាងកម្រើកនៅក្នុងពេលហ្នឹងគឺប្រកាសណាស់ថាជីវិតរបស់នាងនឹងត្រូវចប់នៅក្នុងពេលហ្នឹងដូចគ្នាពេលហ្នឹងគឺ Nelly នាងបានដឹងថាបុរសម្នាក់ដែលមានពុកមាត់គឺនាងចង់និយាយសម្ដៅទៅលើ William គាត់បានយកជើងរបស់គាត់មកទាត់នៅលើខ្នងរបស់នាងហើយបាននិយាយថាពួកគេស្លាប់អស់ហើយពួកមនុស្សចង្រៃទាំងអស់ហ្នឹងខាងគ្រូពេទ្យក៏បានបញ្ជាក់ដែរថានៅលើខ្នងរបស់ Nelly ពិតជាមានស្នាមជាំពីការទាត់ពិតមែនហើយ Nelly នាងបាននិយាយបន្តទៀតថានៅពេលដែលពួកគេបានយកចម្បាំងមកគ្របមកលើរាងកាយរបស់នាងនឹងវាធ្វើឲ្យនាងពិបាកដកដង្ហើមខ្លាំងមែនទែនហើយនាងក៏បានឮពួកគេនិយាយអំពីគម្រោងការចង់ដុតចម្បាំងនឹងនៅកន្លែងកើតហេតុហ្នឹងគឺគេពិតជាបានរកឃើញថាវាមានភួយដែលត្រូវបានឆេះនៅទីហ្នឹងពិតមែនដែលហ្នឹងគឺជាភួយរបស់គ្រួសារលោក Smith ហើយភួយហ្នឹងគឺវាបានឆេះដោយផ្នែកប៉ុណ្ណោះហើយវាអត់បានរាដើរទៅដល់ចម្បាំងនៅទីហ្នឹងឡើយក៏ដោយសារតែនៅក្នុងយប់ហ្នឹងគឺវាទៅតែមានភ្លៀងធ្លាក់ហើយដែរវាធ្វើឲ្យចម្បាំងនៅទីហ្នឹងវាសើមហើយដូច្នេះក៏វាមិនបានឆេះអីខ្លាំងដែរបើតាមសម្ដីម្ដាយរបស់លោក Smith គឺគាត់បាននិយាយថានៅពេលដែលគ្រួសារលោក Smith គាត់បានចាក់ចេញមកហ្នឹងគឺគាត់បានយកនៅបង្វិចខោអាវហ្នឹងចំនួន2បង្វិចដែលវាមានខោអាវវាមានស្រោមពុកវាមានខ្នើយមានអីដាក់នៅក្នុងហ្នឹងប៉ុន្តែនៅពេលដែលគេពិនិត្យមើលកន្លែងកើតហេតុគឺអត់ឃើញរបស់ទាំងអស់ហ្នឹងទេវាមានតែភួយមួយដែលគេរកឃើញថាឆេះនឹងឯងនិយាយពីក្មេងស្រី Nelly វិញបន្ទាប់ពីនាងត្រូវបានគេកប់នៅខាងក្រោមចម្បាំងហ្នឹងនាងបានគេងនៅខាងក្រោមនឹងមួយសន្ទុះរហូតដល់ម៉ោងប្រហែលជា5ភ្លឺដែលពេលហ្នឹងពីអ្នកបងប្អូន Taylor គឺពួកគេបានចាក់ចេញពីទីហ្នឹងហើយទៅក្មេងស្រី Nelly នាងបានប្រមូលនៅស្មារតីប្រមូលនៅកម្លាំងរបស់នាងបានមកវិញខ្លះហើយនាងក៏បានព្យាយាមវាចាក់ចេញពីខាងក្រោមគំនរចម្បាំងហ្នឹងនៅពេលដែលនាងចេញមកក្រៅអ្វីដែលនាងបានឃើញមុនគេនោះគឺជាផ្ទះរបស់ George Taylor ដែលវាមានចម្ងាយប្រហែលជា360ម៉ែត្រពីគំនរចម្បាំងហ្នឹងដែល Nelly នាងមិនបានដឹងថាផ្ទះហ្នឹងគឺជាផ្ទះរបស់ George Taylor នោះទេហើយនាងបំរុងថានឹងវាសំដៅទៅកាន់ទីហ្នឹងដើម្បីទៅគោះទ្វារសុំជំនួយប៉ុន្តែវាជាសំណាងល្អនៅពេលដែលនាងក្លែកមើលជុំវិញហ្នឹងទៅនាងក៏បានឃើញផ្ទះមួយខ្នងទៀតដែលវានៅជិតជាងផ្ទះរបស់ George Taylor ដែលវាមានចម្ងាយប្រហែលជាដល់230ម៉ែត្រពីគំនរចម្បាំងហ្នឹងហើយនឹងហើយវាគឺជាផ្ទះរបស់គ្រួសារ Carter ដែលទីបំផុត Nelly នាងក៏បានវាសម្ដៅទៅកាន់ផ្ទះហ្នឹងហើយទៅគោះទ្វារសុំជំនួយពីផ្ទះហ្នឹងហើយក៏បានជួបជាមួយនឹងលោកស្រី John Carter ហើយចំពោះ George Taylor វិញបន្ទាប់ពី Nelly នាងបានវាចាក់ចេញពីគំនរចម្បាំងនឹងទៅមួយសន្ទុះ
គាត់ក៏បានចេញមកវិញជាមួយនឹងឧបករណ៍ភ្ជួររាស់របស់គាត់ដើម្បីយកមកភ្ជួររាស់ដីនៅកន្លែងចំការពោតហ្នឹងដែលគឺគាត់មានគោលបំណងចង់លុបបំបាត់ដាននៃដានរទេះរបស់គាត់ដែលបានបរចូលមកទីតាំងគំនរចម្បាំងនៅក្នុងចំការពោតហ្នឹងវាគឺជាពេលនឹងហើយដែលគាត់បានជួបជាមួយនឹងក្មេងប្រុសជីមីហើយក៏បានដឹងថា Nelly នាងនៅមានជីវិតនៅឡើយហើយបន្ទាប់ពីហ្នឹងគាត់ក៏បានបញ្ញាបញ្ញាជាសេះរបស់គាត់សម្ដៅទៅកាន់ទីក្រុង Browning គឺទៅកាន់ធនាគារដែល William គាត់ធ្វើការនៅពេលហ្នឹងគឺមានសាក្សីម្នាក់គេបានឃើញថា George គាត់បានជិះសេះលឿនខ្លាំងមែនទែនសម្ដៅចូលមកកាន់ទីក្រុងហ្នឹងដោយគេឆ្ងល់ក្នុងចិត្តថាតើ George ហ្នឹងបញ្ញាបញ្ញាទៅណាលោកមកសន្ទុះក្រោយមកទៀតសាក្សីដដែលម្នាក់ហ្នឹងក៏បានឃើញថា George គាត់បានជិះសេះចេញត្រឡប់មកវិញប៉ុន្តែលើកនេះគឺមានបងប្រុសរបស់គាត់ William ហ្នឹងមកជាមួយគ្នាហើយពួកគេហ្នឹងគឺធ្វើដំណើរបញ្ញាបញ្ញាខ្លាំងមែនទែនពេលហ្នឹងវាគឺនៅម៉ោង 8 ព្រឹកហ្នឹងឯងដែលប្រជាជនអត់ទាន់ទទួលដំណឹងពីការរកឃើញសាកសពដែលនៅក្នុងចំការពោតរបស់ George ហ្នឹងឡើយហើយពីអ្នកបងប្អូន Taylor ដែលគេបានឃើញថាជិះសេះទៅយ៉ាងបញ្ញាបញ្ញាហ្នឹងគឺពួកគេបានធ្វើដំណើរទៅកាន់ផ្ទះឪពុករបស់ពួកគេហើយបានទុកសេះនៅទីហ្នឹងហើយពួកគេក៏បានរត់គេចខ្លួននៅក្នុងពេលហ្នឹងទៅនិយាយអំពីសាកសពរបស់គ្រួសារ Lucas Smith វិញនៅ 3 ថ្ងៃក្រោយមកក៏គេបានប្រារព្ធនៅពិធីបុណ្យសពឲ្យគ្រួសារពួកគេហើយដែលមានមនុស្សចូលរួមរហូតដល់ទៅរាប់ពាន់នាក់ហើយសាកសពរបស់គ្រួសារពួកគេទាំងអស់គ្នាក៏ត្រូវបានបញ្ចុះនៅក្នុងភ្នូតែមួយរីឯខាងប៉ូលីសវិញក៏បានចាត់កម្លាំងព្យាយាមតាមចាប់ពីអ្នកបងប្អូន Taylor នឹងដែលខាងប៉ូលីសបានដាក់កម្លាំងប្រហែលជា1000នាក់យាមល្បាតនៅតាមតំបន់អីចឹងហើយក៏តាមស្វែងរកហើយក៏មានប្រើប្រាស់នៅឆ្កែប្រមាញ់ជាច្រើនផងដែររហូតដល់ជាង1ខែក្រោយមកទើបចាប់ពួកគេបានប៉ុន្តែមិនមែនចាប់បានដោយសារតែកម្លាំងប៉ូលីសទៅស្វែងរកពួកគេឃើញនោះទេពីអ្នកបងប្អូន Taylor នឹងត្រូវបានរកឃើញដោយលោកមន្ត្រីខាងផ្នែកច្បាប់ម្នាក់ដែលគាត់មានឈ្មោះថាលោកសោតគឺលោកសោតនឹងបានរកឃើញថាពួកគេបានលាក់ខ្លួននៅក្នុងរដ្ឋ Arkansas លោកសោតគឺគាត់បានឃើញពីអ្នកបងប្អូនហ្នឹងនៅថ្ងៃទី20និងថ្ងៃទី21ខែមិថុនាប៉ុន្តែគឺពីដំបូងឡើយគាត់អត់បានស្គាល់ពីអ្នកបងប្អូនហ្នឹងនោះទេព្រោះប្រហែលថ្ងៃក្រោយមកទៀតគឺនៅថ្ងៃទី25ខែមិថុនាដដែលហ្នឹងគាត់ក៏បានឃើញពីអ្នកបងប្អូនហ្នឹងម្ដងទៀតគាត់ដឹងត្រឹមតែថាពីអ្នកហ្នឹងគឺជាមនុស្សចម្លែកមិនមែនជាអ្នករស់នៅតំបន់ហ្នឹងនោះទេដោយសារតែគាត់រស់នៅទីហ្នឹងយូរអញ្ចឹងគឺគាត់ស្គាល់អ្នកនៅទីហ្នឹងច្រើនអញ្ចឹងគឺគាត់ដឹងថាពីអ្នកបងប្អូនហ្នឹងគឺជាមនុស្សចម្លែកហើយលុះក្រោយមកទៀតនៅពេលមួយហ្នឹងគឺគាត់ចាប់ផ្ដើមឃើញថា William ហ្នឹងបានសឹបលឹងមកគាត់មើលទៅដូចគួរឲ្យសង្ស័យហើយគាត់មើលទៅដូចជាភ័យខ្លាចជាមួយនឹងលោកសោតហ្នឹងអញ្ចឹងក៏ធ្វើឲ្យលោកសោតក៏ចាប់ផ្ដើមនឹកឃើញទៅដល់ព័ត៌មានដែលគាត់បានអានដែលតាក់ទងទៅនឹងឃាតកម្មទៅលើគ្រួសាររបស់ Lucas Smith ហ្នឹងហើយក្រោយមកទៀតលោកសោតហ្នឹងក៏បានទៅពិនិត្យមើលកាសែតដែលគាត់បានអាននឹងម្ដងទៀតហើយគាត់បានពិនិត្យទៅលើរូបភាពនិងអាននៅការពិពណ៌នាទៅក៏បានដឹងថាគឺជាពីអ្នកបងប្អូននឹងហើយគឺជាបងប្អូនតកូ Taylor ដែលប៉ូលីសកំពុងតែតាមចាប់ខ្លួនលុះនៅថ្ងៃស្អែកឡើងលោកសោតក៏បានឃើញពីអ្នកបងប្អូននឹងម្ដងទៀតដែលគេកំពុងតនៅក្នុងហាងទំនិញមួយអញ្ចឹងលោកសោតក៏បានដកយកកាភ្លើងរបស់គាត់ហើយរត់ពីចម្ងាយនិងស្រែកទៅកាន់ពីអ្នកបងប្អូននឹងថាកុំឲ្យចាកចេញទៅទីណាពីអ្នកបងប្អូន Taylor ហ្នឹងគឺពួកគេអត់បានរត់ទៅណាឡើយហើយលោកសោតក៏បានបញ្ជាក់ថាគាត់ស្គាល់អត្តសញ្ញាណអ្នកទាំងពីរអ្នកហើយពេលហ្នឹងគឺពីអ្នកបងប្អូនតកូ Taylor ហ្នឹងក៏ព្យាយាមបញ្យល់គាត់ថាពួកគេទាំងពីរនាក់មិនមែនជាឃាតករនោះទេវាគឺជាការយល់ច្រឡំអីអញ្ចឹងពួកគេមិនបានសម្លាប់មនុស្សឡើយពួកគេបានប្រាប់ទៅកាន់លោកសោតថាពួកគេទទួលស្គាល់ថាពួកគេបានបកគលប្រាក់$1000ហ្នឹងទៅឲ្យលោក Smith ពិតមែនរួមជាមួយនឹងរទេះហើយនៅក្នុងយុគកាត់ហេតុហ្នឹងគឺពួកគេពិតជាបានទៅទទួលក្រុមគ្រួសាររបស់ Lucas Smith ពិតមែនប៉ុន្តែបន្ទាប់ពីបានធ្វើដំណើរចេញទៅហ្នឹងក្រោយមកក៏ពួកគេបែកផ្លូវគ្នាគ្រួសាររបស់ Lucas Smith ក៏ទៅផ្សេងហើយពីអ្នកបងប្អូនគេក៏ត្រឡប់មកផ្ទះវិញអញ្ចឹងគឺក្រោយមកឃាតកម្មហ្នឹងគឺគ្រួសាររបស់ Lucas Smith ត្រូវបានអ្នកផ្សេងសម្លាប់នោះទេប៉ុន្តែគឺពួកគេបានលើកឡើងថាប្រហែលជាអ្នកដែលប្រព្រឹត្តឃាតកម្មហ្នឹងចង់ទម្លាក់កំហុសមកពីអ្នកបងប្អូនគេបានជាយកសាកសពគ្រួសារLucas Smithហ្នឹងទៅលាក់នៅក្រោមចម្បាំងក្នុងចំការពោតរបស់ George
ពួកគេបានបញ្ជាក់ថាគឺពួកគេមានសត្រូវច្រើនហើយមូលហេតុដែលពួកគេបញ្ញាបញ្ញាចាកចេញពីតំបន់ហ្នឹងក៏ដោយសារតែពួកគេខ្លាចថាប្រជាជននៅទីហ្នឹងនឹងមានការយល់ច្រឡំហើយអត់ស្ដាប់ការបកស្រាយរបស់ពួកគេឡើយប្រជាជនអាចនឹងព្រួតគ្នាវិដំធ្វើបាបពួកគេឬក៏អាចរហូតដល់សម្លាប់ពួកគេភ្លាមក៏ថាបានអញ្ចឹងក៏ពួកគេបញ្ញាចាកចេញពីផ្ទះរបស់ពួកគេអញ្ចឹងទៅលោកសោតក្រោយមកក៏បានបញ្ជូនខ្លួនពីអ្នកបងប្អូននឹងទៅឲ្យប៉ូលីសនិងបានបញ្ជូនទៅកាន់ Lynn County វិញដើម្បីធ្វើការសួរចម្លើយនិងធ្វើការកាត់ទោសនៅទីនោះប៉ុន្តែក្រោយមកនៅពេលដែលធ្វើដំណើរនៅលើរថភ្លើងហ្នឹងពួកគេក៏ត្រូវបង្វែរទិសដៅទៅឃុំខ្លួននៅឯសេនជូវិញតែការបង្វែរទិសដៅទៅកាន់ទីហ្នឹងក៏ដោយសារតែប៉ូលីសគេទទួលដំណឹងមកថាមានក្រុមមនុស្សមួយក្រុមចងកសែងបិទមុខហើយស្ទាក់ចាំចាប់ពីអ្នកបងប្អូន Taylor ហ្នឹងនៅចំណតរថភ្លើងតាមផ្លូវទៅកាន់ Lynn County គឺគេចាំស្ទាក់ចាប់ពីអ្នកបងប្អូនហ្នឹងទៅធ្វើការកាត់ទោសឬក៏ទៅព្យួរកដោយខ្លួនឯងតែម្ដងអត់ចាំបាច់ច្បាប់ចាំដោះស្រាយនោះទេបើសិនបើមានបងប្អូនធ្លាប់ស្ដាប់ករណីឃាតកម្មចាស់នៅខ្ទង់ឆ្នាំ1800 1900អីហ្នឹងគឺប្រជាជនខ្លាំងមែនទែនតើអ្នកទោសណាដែលថាគេស្អប់ខ្លាំងគឺប្រជាជនចាំចាប់ពួកហ្នឹងមកធ្វើការដាក់ទោសដោយខ្លួនឯងតែម្ដងភាគច្រើនគឺចាំស្ទាក់ចាប់នៅចំណតរថភ្លើងនឹងឯងមានខ្លះទៀតគឺសម្រុកចូលទៅចាប់ដល់ក្នុងគុកក៏មានដែរហើយពីអ្នកបងប្អូននឹងវិញនៅក្រៅមកគឺគាត់បានព្យាយាមចង់បង់ប្រាក់ធានាខ្លួននៅក្រៅឃុំក្នុងម្នាក់$50,000ប៉ុន្តែវាត្រូវបានបដិសេធហើយការកាត់ក្តីរបស់ពួកគេត្រូវបានចាប់ផ្ដើមធ្វើឡើងនៅក្នុងខែមីនាឆ្នាំ1895នៅក្នុងពេលកាត់ក្តីហ្នឹងគឺចចនិងវីលៀមនៅតែព្យាយាមបង្ហាញថាពួកគេនឹងមិនមានកំហុសឡើយពួកគេបានបង្ហាញខ្លួននៅក្នុងតុលាការដោយស្លៀកពាក់យ៉ាងស្អាតបាតសក់ក្បាលវិញគឺសិតដោយមានរបៀបត្រឹមត្រូវហើយពួកគេបានបញ្ចេញនៅស្នាមញញឹមដោយមិនមានអារម្មណ៍ភ័យខ្លាចដូចជាខ្លួនពួកគេគឺជាមនុស្សស្អាតស្អំប៉ុន្តែនៅក្នុងពេលដែលផ្ដល់ចម្លើយនៅក្នុងតុលាការហ្នឹងគឺពួកគេបានផ្ដល់នៅចម្លើយមួយផ្សេងផ្ទុយពីចម្លើយដែលពួកគេបានសារភាពប្រាប់លោកសោតនៅមុនហ្នឹងណាដោយពួកគេបានបដិសេធថាពួកគេអត់បានបកគលលុយ$1,000ហ្នឹងទៅឲ្យលោក Gasmith នោះទេហើយក៏អត់បានបកគលនៅរទេះហើយនៅក្នុងយប់កាត់ហេតុហ្នឹងក៏ពួកគេអត់បានទៅទទួលក្រុមគ្រួសាររបស់លោក Gasmith នឹងដែរចំពោះចយគឺគាត់បាននិយាយថានៅក្នុងយប់កាត់ហេតុហ្នឹងបន្ទាប់ពីគាត់រួចរាល់ការងារគឺគាត់បានត្រឡប់មកផ្ទះនៅក្នុងម៉ោង9យប់ហើយគាត់បានគេងនៅក្នុងផ្ទះពេញមួយយប់រហូតដល់ម៉ោង5ភ្លឺទើបគាត់ភ្ញាក់ពីគេងហើយនៅក្នុងផ្ទះហ្នឹងក៏មានប៉ាម៉ាក់ក្មេងរបស់គាត់រួមជាមួយនឹងបងថ្លៃរបស់គាត់ក៏ស្នាក់នៅជាមួយគ្នានឹងផងដែរគឺពួកគេអាចធ្វើជាសាក្សីបានវីលៀមវិញក៏ដូចគ្នាគាត់បានរៀបរាប់ថានៅក្នុងថ្ងៃកាត់ហេតុហ្នឹងគឺគាត់បានចេញពីធនាគារនៅម៉ោង10យប់ហើយគាត់បានគេងនៅក្នុងផ្ទះហ្នឹងពេញមួយថ្ងៃរហូតដល់ម៉ោង5ភ្លឺទើបគាត់ភ្ញាក់ដឹងខ្លួនហើយគាត់បានចេញទៅធ្វើការនៅធនាគាររបស់គាត់ហ្នឹងនៅម៉ោង8ព្រឹកនៅប្រហែលនាទីក្រោយមកហ្នឹងក៏ចចហ្នឹងបានជិះសេះមកជួបគាត់និងប្រាប់ពីព័ត៌មានថាគ្រួសារ Gasmith ហ្នឹងបានបាត់បង់ជីវិតហើយកប់សាកសពនៅក្នុងចម្បើងនៅក្នុងចំការពោតរបស់ចចវីលៀមគាត់បាននិយាយថាពេលហ្នឹងគឺចចគាត់បំរុងនឹងទៅប្តឹងប៉ូលីសប៉ុន្តែគឺវីលៀមគាត់ជាអ្នកខាត់ថាគួរតែកុំប្តឹងប៉ូលីសអីដោយសារតែរឿងហ្នឹងប្រហែលជាមានអ្នកផ្សេងដែលគេប្រព្រឹត្តហើយគេចង់ទម្លាក់កំហុសមកពីអ្នកបងប្អូនគេអីចឹងណាហើយពួកគេនឹងមានសត្រូវច្រើនណាស់បូករួមជាមួយនឹងព័ត៌មានដែរថាលោក Gasmith គាត់ត្រូវបានដោះលែងដើម្បីមកធ្វើជាសាក្សីចាត់ប្រកាន់ទៅលើពួកគេទៅលើករណីលួចគោក្របីហ្នឹងប្រហែលជាសត្រូវរបស់ពួកគេណាម្នាក់ឆ្លៀតឱកាសនៅក្នុងពេលហ្នឹងក៏បង្កើតរឿងសម្រាប់ទៅលើគ្រួសាររបស់លោក Gasmith ហ្នឹងដើម្បីទម្លាក់កំហុសមកលើពួកគេហើយពួកគេបាននិយាយបន្ថែមទៀតថាកាប់ពិតទៅលោក Gasmith ហ្នឹងគាត់ចាក់ចេញពីតំបន់ហ្នឹងក៏ដោយសារតែ Gasmith គាត់បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មមួយនៅក្នុងរដ្ឋ Indiana ហើយគេបានស្វែងរកឃើញទីកន្លែងស្នាក់នៅរបស់គាត់អញ្ចឹងក៏គាត់ត្រូវតែរត់គេចខ្លួនហើយ Gasmith ហ្នឹងថែមទាំងបានប្រាប់មកកាន់ William ហ្នឹងថាគាត់ស្គាល់បុរសម្នាក់ដែលអាចនាំគាត់ចាក់ចេញពីតំបន់ហ្នឹងចំពោះសបុតដែលសរសេរចេញដោយប្រើក្រដាសធនាគារវិញគឺ William គាត់បានទទួលស្គាល់ថានឹងគឺជាសបុតដែលគាត់សរសេរពិតមែនប៉ុន្តែមិនមែនសរសេរផ្ញើសម្រាប់ថ្ងៃទី10ដែលជាថ្ងៃកើតហេតុនឹងនោះទេ
គឺគាត់សរសេរហ្នឹងក៏ដោយសារតែវាមានសម្បត្តិដែលលោក Gasmic ទៅសេឲ្យគាត់មុននឹងទៀតដោយលោក Gasmic ហ្នឹងចង់ណាត់ជួបគាត់នៅក្នុងថ្ងៃទី11ខែឧសភាគឺនៅក្រោយថ្ងៃកើតហេតុមួយថ្ងៃបន្ទាប់ពី Gasmic គាត់បានចាក់ចេញពីតំបន់ហ្នឹងគឺគាត់ចង់ណាត់ជួបជាមួយនឹង William ពេលហ្នឹងក៏ William គាត់បានផ្ញើសម្បត្តិទៅនៅក្នុងថ្ងៃទី10ហ្នឹងដែលបានឆ្លើយថាអូខេជួបគ្នានៅម៉ោង10អីអញ្ចឹងណាអញ្ចឹងសម្បត្តិនោះគឺគាត់បញ្ជាក់ថាគឺមិនមែនជាសម្បត្តិសម្រាប់ជួបគ្នានៅថ្ងៃទី10ដើម្បីចាក់ចេញពីតំបន់ហ្នឹងនោះទេវាគឺជាការណាត់ជួបនៅក្នុងថ្ងៃទី11ឯណោះទៅវិញទេហើយនៅពេលដែលសួរអំពីសម្បត្តិដែល Gasmic នឹងផ្ញើមកឲ្យគាត់បានឆ្លើយថាសម្បត្តិហ្នឹងគឺគាត់បានបាត់ទៅហើយនៅសល់តែសម្បត្តិដែលគាត់ផ្ញើទៅឲ្យ Gasmic នោះទេប៉ុន្តែគឺមានសាក្សីឡើងមកនិយាយនៅក្នុងពេលកាត់ក្តីហ្នឹងដែលមានសាក្សីខ្លះគេបាននិយាយថាគេបានឃើញ George និង William Taylor ហ្នឹងបានបរទេះចេញនៅក្នុងយប់ហ្នឹងសំដៅទៅកាន់ទីក្រុងមីឡានហើយនៅក្នុងម៉ោងប្រហែលជា10យប់ហ្នឹងឯងហើយមានសាក្សីម្នាក់ទៀតគាត់នឹងតំណងជាអ្នកដែលធ្វើការឲ្យគ្រួសារ Taylor ហ្នឹងដែលគាត់បាននិយាយថានៅក្នុងព្រឹកបន្ទាប់ពីថ្ងៃកើតហេតុគឺជាព្រឹកថ្ងៃទី11ហ្នឹងនៅពេលដែលគាត់ចូលមកចំការរបស់George ហ្នឹងគឺគាត់បានឃើញថា George កំពុងតែដោះលាងសម្អាតសេះរបស់គាត់ដែលមើលទៅតំណងជាសេះហ្នឹងវាធ្វើដំណើរប្រឡាក់ផុកមកកាលពីយប់អីអញ្ចឹងហើយនៅពេលដែលគាត់បានយករទេះរបស់Georgeយកទៅប្រើយកទៅដឹកអីវ៉ាន់អីអញ្ចឹងគឺគាត់បានប្រទះឃើញថានៅលើក្អីនៃរទេះហ្នឹងវាដូចជាមានប្រឡាក់ឈាមពណ៌ក្រហមហើយក៏មានដូចជាស្នាមឈាមវាស្រក់តក់នៅលើកង់នៃរទេះហ្នឹងមានសាក្សីម្នាក់ទៀតដែលគាត់គឺជាអ្នកស្គាល់គ្នាជាមួយGeorgeហ្នឹងគឺគាត់បាននិយាយថានៅពេលមួយគាត់បាននិយាយគ្នាជាមួយនឹងGeorgeពាក់ព័ន្ធទៅនឹងរឿងដែលលោក Gasmic គាត់ត្រូវបានប៉ូលីសដោះលែងហើយមកធ្វើសាក្សីចោទប្រកាន់ទៅលើGeorge និង William ពាក់ព័ន្ធនឹងករណីលួចគោក្របីអីហ្នឹងគឺពេលហ្នឹងGeorge បានប្រាប់មកកាន់គាត់វិញថាគាត់នឹងកំចាត់លោក Gasmic ចោលរីឯលោកស្រី John Carter ដែលគាត់គឺជាអ្នកជួយសង្គ្រោះក្មេងស្រី Nelly វិញគាត់ក៏បានឡើងមកផ្ដល់សក្ខីកម្មផងដែរដែលគាត់បាននិយាយថានៅពេលដែលគាត់ប្រើក្មួយប្រុសរបស់គាត់ Jimmy ឲ្យទៅពិនិត្យមើលសាកសពនៅក្នុងចំការពោតហ្នឹងគឺគាត់បានឈរសម្លឹងមើលពីផ្ទះហ្នឹងគឺគាត់អាចមើលឃើញវាมันមានចម្ងាយឆ្ងាយនោះទេដែលគាត់បានឃើញថា Jimmy បានរត់ទៅកាន់ទីហ្នឹងហើយជួបជាមួយនឹងGeorge ហើយបន្ទាប់ពីនិយាយគ្នាមកទទូហ្នឹងគឺ George បានចេញពីទីកន្លែងហ្នឹងសម្ដៅទៅកាន់ផ្ទះរបស់គាត់ហើយក៏ជិះសេះចេញទៅដែលលោកស្រី John Carter គាត់លើកឡើងថាហេតុអីក៏ George ដឹងថាសាកសពនៅទីហ្នឹងគឺជាសាកសពរបស់គ្រួសារលោក Gasmic ទាំងដែលគាត់មិនទាន់ទៅពិនិត្យមើលសាកសពនៅកប់នៅក្រោមចម្បាំងនឹងផង Jimmy ក៏អត់អាចប្រាប់គាត់បានដែរដោយសារតែ Jimmy ក៏អត់ស្គាល់ឈ្មោះគ្រួសារលោក Gasmic នឹងដែរហើយបើនិយាយពីគ្រួសាររបស់ Taylor វិញគឺមិនថាតែឪពុកម្ដាយបង្កើតឪពុកម្ដាយក្មេកឬក៏សាច់ថ្លៃអីទាំងអស់សុទ្ធតែបានមកផ្ដល់សក្ខីកម្មដូចគ្នាដោយពួកគេគ្រប់គ្រងថានៅក្នុងយុគថ្ងៃកើតហេតុហ្នឹងគឺពីអ្នកបងប្អូន Taylor ហ្នឹងអត់បានចាក់ចេញពីផ្ទះរបស់ពួកគេឡើយពួកគេនៅគេងនៅទីហ្នឹងពេញមួយយប់រហូតដល់ភ្លឺហើយពួកគេបាននិយាយថាពួកគេអត់មានឃើញស្នាមឈាមអីប្រឡាក់នៅលើរទេះហ្នឹងឡើយទាំងដែលការពិតគឺគ្រួសាររបស់ពួកគេបានបំបត្តិដានដែលប្រឡាក់នៅលើរទេះហ្នឹងអស់ហើយប៉ុន្តែគឺមានស្ត្រីម្នាក់ទៀតគាត់បានមកផ្ដល់សក្ខីកម្មប្រឆាំងជាមួយនឹងគ្រួសារ Taylor ហ្នឹងគាត់បាននិយាយថាម៉ាក់ក្មេករបស់ George ហ្នឹងបានប្រាប់គាត់ថានៅក្នុងយប់ថ្ងៃកើតហេតុហ្នឹងគឺ George បានចាក់ចេញពីផ្ទះរហូតដល់ម៉ោង4ភ្លឺទើបត្រឡប់មកវិញដែលពេលហ្នឹងគាត់និយាយប្រាប់ទៅកាន់ស្ត្រីម្នាក់ហ្នឹងវាប្រហែលជាអត់ទាន់មានព័ត៌មាននៃឃាតកម្មអីចឹងទើបគាត់ហ៊ាននិយាយអញ្ចឹងប៉ុន្តែនៅពេលដែលពួកគេឡើងមកផ្ដល់សក្ខីកម្មនៅពេលក្រោយនៅលើតុលាការគឺពួកគេបានផ្លាស់ប្ដូរចម្លើយពួកគេនៅមានភស្តុតាងដ៏សំខាន់មួយទៀតដែលប៉ូលីសគេបានរកឃើញនោះគឺជាគំនរដែលបន្សល់ពីការដុតឆេះមួយដែលគេបានរកឃើញនៅក្នុងវាស្មៅមួយនៅក្នុងចំការរបស់ឪពុកបងប្អូន Taylor ហ្នឹងខាងប៉ូលីសគេបានប្រមូលយកនៅបំណែកកំទេចកំទីដែលវានៅសល់ខ្លះមិនទាន់ឆេះហ្នឹងយកមកទុកត្រួតពិនិត្យមើលហើយពេលហ្នឹងគឺគាត់បានឃើញថាវាមានបំណែកនៃកំទេចកណាត់ខោបំណែកនៃកំទេចកណាត់កម្រាលពូកបំណែកនៃកូនសភៅក្រាស់សិតសក់និងស៊ុំរូបថតដែលរបស់ទាំងអស់ហ្នឹងត្រូវបានគេសង្ស័យថាគឺជារបស់របររបស់គ្រួសារលោក Mick ដែលគាត់បាន
យកទៅជាមួយនៅក្នុងថ្ងៃកើតហេតុដោយសារតែនៅក្នុងថ្ងៃកើតហេតុដោយដែលខ្ញុំនិយាយខាងលើចឹងគឺគាត់បានយកនៅរបស់របរខោអាវអីហ្នឹងចំនួន2ប្រវិចប៉ុន្តែរបស់ទាំងហ្នឹងវាអត់ត្រូវបានរកឃើញនោះទេនៅកន្លែងគំនរចម្បាំងហ្នឹងគឺគេបានឃើញតភួយមួយតែប៉ុណ្ណោះដែលវាបានឆេះនៅទីហ្នឹងអញ្ចឹងរបស់ទាំងអស់ហ្នឹងវាត្រូវបានបាត់ប៉ុន្តែវាប្រហែលជាត្រូវបានយកមកដុតឆេះនៅក្នុងចម្ការរបស់ឪពុកបងប្អូន Taylor នឹងឯងម្ដាយរបស់លោក Mick ក៏គាត់បានបញ្ជាក់ដែរថាបំណែកនៃកណាត់ខោហ្នឹងគឺវាដូចជាខោរបស់លោក Smith អញ្ចឹងដែលខោហ្នឹងក៏វាបានបាត់ចេញពីក្នុងហឹបរបស់គាត់ដែរអញ្ចឹងវាប្រហែលជាគាត់យកខោហ្នឹងចេញនៅក្នុងថ្ងៃកើតហេតុហ្នឹងហើយបំណែកនៃកូនសភៅហ្នឹងក៏ដូចទៅនឹងកូនសភៅរបស់លោក Mick ផងដែរប៉ុន្តែគាត់អត់ច្បាស់ 100% នោះទេបំណែកកំណាត់នៃកម្រាលពុកហ្នឹងក៏វាស្តៀងគ្នាហើយចំពោះស៊ុំរូបថតវិញក៏គាត់មិនច្បាស់ដែរប៉ុន្តែគ្រាន់តែគឺលោក Mick ក៏គាត់មានស៊ុំរូបថតដែរវាធ្វើពីឈើចំពោះ Nelly វិញអំឡុងពេលនៃការកាត់ក្តីហ្នឹងនាងមិនត្រូវបានគេអនុញ្ញាតឲ្យឡើងទៅធ្វើជាសាក្សីឡើយដោយសារតែបន្ទាប់ពីឃាតកម្មហ្នឹងទៅគឺ Nelly នាងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការចិញ្ចឹមមើលថែពីខាងគ្រួសារតំណាងអัยការអញ្ចឹងគឺគេខ្លាចថាខាងមេធាវីការពីក្តីរបស់បងប្អូន Taylor ហ្នឹងនឹងចោទប្រកាន់ថាសម្ដីរបស់ Nelly ហ្នឹងគឺនិយាយឡើងដោយការបង្រៀនពីខាងតំណាងអัยការអីចឹងយ៉ាងណាក៏ដោយនៅក្នុងថ្ងៃទី2ខែសីហាឆ្នាំ1895ចៅក្រមក៏បានសម្រេចថាបងប្អូនតកូ Taylor ទាំងពីរនាក់គឺពួកគេមានទោសទៅលើករណីឃាតកម្មហើយប្រឈមទៅនឹងការកាត់ទោសប្រហារជីវិតនៅក្នុងថ្ងៃទី3ខែមិនិនាឆ្នាំ1896ពីអ្នកបងប្អូនហ្នឹងក៏បានដាក់បណ្ដឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលប៉ុន្តែវាត្រូវបានបរាជ័យហើយទោសនៃការប្រហារជីវិតរបស់ពួកគេគឺសម្រេចថានឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី30ខែមេសាឆ្នាំ1896ប៉ុន្តែនៅមុនពេលថ្ងៃប្រហារជីវិតនឹងប្រហែលថ្ងៃគឺនៅក្នុងថ្ងៃទី11ខែមេសាពីអ្នកបងប្អូន Taylor ហ្នឹងបានព្យាយាមរត់គេចខ្លួនចេញពីគុកហ្នឹងដែលពួកគេអាចធ្វើយ៉ាងណាអាចដោះអារបាដែកនៅផ្នែកខាងក្រោយនៃគុករបស់ពួកគេហ្នឹងបានសម្រេចហើយពួកគេបានចេញទៅតាមហ្នឹងចេញទៅដល់ច្រករបៀងហើយពួកគេអាចតោងឡើងទៅដល់ត្បូងខាងលើបានសម្រេចហើយពួកគេបានយកបាននៅទយោទឹកដ៏វែងមួយហើយបានយកទៅចងនៅផ្នែកណាមួយនៅខាងលើត្បូងគុកហ្នឹងហើយបានតោងអានទយោហ្នឹងសម្រូតខ្លួនចុះមកក្រោមតែពេលហ្នឹងគឺមានប៉ូលីសយាមម្នាក់គាត់បានឮសំឡេងហើយគាត់ក៏បានទៅតាមទីតាំងសំឡេងហ្នឹងហើយក៏ទៅទាន់អំឡុងពេលដែល William គាត់កំពុងតែសម្រូតខ្លួនចុះតាមទយោហ្នឹងមកបានពាក់កណ្ដាលផ្លូវពេលហ្នឹង William គាត់បានប្រាប់ទៅកាន់ប៉ូលីសយាមហ្នឹងថាអូនប្រុសរបស់គាត់ចយហ្នឹងគេនៅលើត្បូងនៅឡើយទេគេអត់ទាន់បានសម្រូតខ្លួនចុះមកក្រោមនោះទេអញ្ចឹងហើយប៉ូលីសម្នាក់ហ្នឹងគាត់ក៏រងចាំនៅទីហ្នឹងប៉ុន្តែមកសន្ទុះធំគឺអត់ឃើញថាចយនឹងចុះមកឡើយយើងគឺគាត់សង្ស័យថាប្រហែលជា William ហ្នឹងក៏ហក់គាត់ហើយការពិតគឺចយប្រហែលជាបានសម្រូតខ្លួនមកមុនគាត់ហើយបានរត់ចាកចេញពីទីហ្នឹងទៅបាត់ហើយប៉ុន្តែ William គាត់នៅតែនិយាយដដែលថាចយគឺគាត់នៅខាងលើត្បូងហ្នឹងនៅឡើយទេគាត់នៅក្រោយគាត់ទេប៉ុន្តែប្រហែលជាចយហ្នឹងគឺគាត់បានចុះនៅតាមច្រកផ្សេងពេលនឹងខាងប៉ូលីសគេបានប្រើឆ្កែប្រមាញ់ដើម្បីស្វែងរកដានរបស់ចយដែរប៉ុន្តែมันទទួលបានលទ្ធផលអីនោះទេដឹងត្រឹមថាចយគឺគាត់បានចាក់ចេញទៅតាមខ្លោងទ្វារខាងក្រោយនៃគុកនឹងហើយគេបានសង្ស័យថាប្រហែលជាមានគ្នាគាត់យករទេះមកទទួលគាត់នៅច្រកទ្វារខាងក្រោយនឹងបន្ទាប់ពីហេតុការណ៍ហ្នឹងទៅ William ក៏ត្រូវបានគេបដូរទៅកាន់គុកមួយផ្សេងទៀតគឺជាគុកដែលមានសុវត្ថិភាពជាងនឹងខ្លាចក្រែងថាគាត់នឹងព្យាយាមរត់គេចម្ដងទៀតហើយក៏ខ្លាចក្រែងថានឹងមានប្រជាជនដែលខឹងចូលមកចាប់ William យកទៅធ្វើការព្យួរករហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ1896 William គាត់ក៏ត្រូវបានយកទៅព្យួរករនៅម៉ោង11ព្រឹកនៅចំពោះមុខមនុស្សរាប់រយនាក់ហើយគណៈពេលដែលគាត់ត្រូវបានគេព្យួរករនឹងទឹកមុខរបស់ William ក៏នៅតែបង្ហាញនៅភាពនឹងថឹងដោយមិនបង្ហាញនៅការភ័យខ្លាចអីនោះឡើយ William ទោះបីជាគាត់ត្រូវបានបាត់បង់ជីវិតក៏គាត់នៅតែមិនទទួលស្គាល់ដែរថា
គាត់បានប្រព្រឹត្តអំពើករណីឃាតកម្មនឹងដោយគាត់បានបន្សល់សម្បត្តិមួយច្បាប់មុនពេលដែលគាត់ត្រូវបានប្រហារជីវិតនឹងដែលនៅក្នុងសម្បត្តិនឹងគឺគាត់បានសរសេរថាផ្ញើទៅកាន់សាធារណជនខ្ញុំមានតែសេចក្តីថ្លែងការណ៍មួយនេះបន្ថែមប៉ុណ្ណោះខ្ញុំមិនគួរទទួលរងនៅអ្វីដែលខ្ញុំមិនបានធ្វើនោះទេភាពមិនត្រឹមត្រូវនឹងសម្ដីមនុស្សកុហកនៅក្នុងតុលាការបានធ្វើការកាត់ទោសខ្ញុំហើយដោយសារតែការកាត់ទោសនេះប្រពន្ធរបស់ខ្ញុំនឹងក្លាយទៅជាស្ត្រីមេម៉ាយកូនរបស់ខ្ញុំនឹងក្លាយទៅជាកូនកំព្រាក្នុងពិភពលោកដ៏ឃោរឃៅនេះបងប្អូនខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំពួកគេនឹងសោកសៅអ្នកបានធ្វើឲ្យប៉ាម៉ាក់ដែលមានវ័យចំណាស់របស់ខ្ញុំកាន់តែខិតជិតទៅរកសេចក្តីស្លាប់រឿងទាំងអស់នេះវាបានលងបន្លាចខ្ញុំរំពឹងថាខ្ញុំនឹងអាចនៅមានជីវិតរហូតដល់យ៉ាងហោចណាស់មានមនុស្សល្អបានដឹងអំពីរឿងរ៉ាវអយុត្តិធម៌ដែលបានកើតឡើងចំពោះខ្ញុំប៉ុន្តែវាមិនអាចនោះទេខ្ញុំត្រៀមរួចរាល់ក្នុងការជួបជាមួយនឹងព្រះជាម្ចាស់របស់ខ្ញុំហើយនឹងនាំខ្ញុំទៅកាន់ទីកន្លែងដ៏អស្ចារ្យទីកន្លែងដែលខ្ញុំជឿថាគ្រប់គ្នានឹងត្រូវបានវិនិច្ឆ័យដោយត្រឹមត្រូវខ្ញុំសង្ឃឹមថាមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់នឹងជួបខ្ញុំនៅឯឋានសួគ៌ខ្ញុំជឿថាខ្ញុំនឹងទៅទីនោះលាហើយអ្នកទាំងអស់គ្នាហើយគាត់ក៏បានបន្សល់សម្បត្តិមួយច្បាប់ទុកឲ្យលោកអាចារ្យដែលរៀបចំពិធីបន្សពគាត់ក្នុងអត្ថន័យថាគាត់នឹងត្រូវបានឡើងទៅឋានសួគ៌នៅពេលដែលគាត់បានបាត់បង់ជីវិតអីចឹងចំពោះចចវិញគឺគាត់បានរត់គេចខ្លួនបានដោយជោគជ័យខាងប៉ូលីសអត់អាចស្វែងរកចាប់ខ្លួនគាត់ត្រឡប់មកវិញបាននោះទេប៉ុន្តែក៏មានអ្នកខ្លះគេបាននិយាយថាគេធ្លាប់បានឃើញចចនៅទីកន្លែងផ្សេងអ្នកខ្លះក៏និយាយថាចចនឹងគឺគាត់បានចាក់ចេញពីប្រទេសនឹងហើយអ្នកខ្លះក៏និយាយថាចចគឺនៅតែរស់នៅទីនឹងហើយពេលខ្លះគឺគាត់បានមកលេងក្រុមគ្រួសាររបស់គាត់ថែមទៀតប៉ុន្តែគ្រាន់តែគេចាប់គាត់អត់បានរីឯក្មេងស្រី Nelly វិញបន្ទាប់ពីនាងត្រូវបានបាត់បង់គ្រួសារនឹងទៅនាងក៏ត្រូវបានរស់នៅជាមួយនឹងជីដូនខាងម្ដាយនាងហើយ Nelly នាងបានរៀបការជាមួយនឹងលោក Albert Spray នៅក្នុងឆ្នាំ1904នៅក្នុងអាយុ16ឆ្នាំប៉ុន្តែឆាកជីវិតរបស់ Nelly គឺគួរឲ្យអាណិតមែនទែនដែលនាងត្រូវបានបាត់បង់ជីវិតនៅមួយឆ្នាំបន្ទាប់ពីបានរៀបការហើយគឺនៅក្នុងឆ្នាំ1905នៅក្នុងអាយុ17ឆ្នាំហើយក៏នៅក្នុងពេលដែលនាងទើបតែផ្ដល់កំណើតឲ្យកូនស្រីដំបូងរបស់នាងដែលមូលហេតុនៃការបាត់បង់ជីវិតត្រូវបានគេនិយាយថាដោយសារតែបញ្ហាសុខភាពបន្ទាប់ពីនាងបានផ្ដល់កំណើតទៅឲ្យកូនស្រីរបស់នាងដូច្នេះករណីមួយនេះក៏បានមកដល់ទីបញ្ចប់ហើយដែរសម្រាប់បងប្អូនទាំងអស់គ្នាមានមតិយោបល់បែបណាដែរអាច comment នៅខាងក្រោមវីដេអូនេះបានចំពោះខ្ញុំវិញសម្រាប់រឿងក្តីចាស់បែបនេះគឺខ្ញុំចាប់អារម្មណ៍មែនទែនខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានស្ដាប់ករណីនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសូមជម្រាបលាពួកយើងនឹងចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត